ការសម្អាតជាតិពុលក្នុងខ្លួនតាមបែបធម្មជាតិមិនមែនជាការបង្អត់អាហារឬប្រើប្រាស់ថ្នាំបញ្ចុះនោះទេប៉ុន្តែវាគឺជាការជួយសម្រួលដល់សរីរាង្គក្នុងខ្លួនដូចជាថ្លើមតម្រងនោមនិងពោះវៀនឲ្យធ្វើការបានល្អជាងមុនខាងក្រោមនេះគឺជាវិធីសាស្ត្រងាយនិងមានប្រសិទ្ធភាព 1. ផឹកទឹកឲ្យបានច្រើននិងគ្រប់គ្រាន់ទឹកគឺជាភ្នាក់ងារសម្អាតដ៏ល្អបំផុតវាជួយបញ្ជូនកាកសំណល់ចេញពីក្នុងខ្លួនតាមរយៈទឹកនោមការដកដង្ហើមនិងញើសគន្លឹះគួរផឹកទឹកឲ្យបានយ៉ាងតិច2 លីត្រទៅក្នុងមួយថ្ងៃអ្នកអាចបន្ថែមចំណិតក្រូចឆ្មាចូលក្នុងទឹកដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ 2. បរិភោគបន្លែនិងផ្លែឈើដែលសម្បូរជាតិសរសៃជាតិសរសៃជួយសម្អាតកាកសំណល់ក្នុងពោះវៀននិងការពារការទល់លាមកបន្លែផ្កាខាត់ណាខៀវស្ពៃក្តោបនិងបន្លែស្លឹកបៃតងផ្លែឈើផ្លែប៉ោមផ្លែបឺរនិងផ្លែឈើដែលមានរសជាតិជូរ 3. កាត់បន្ថយជាតិស្ករនិងអាហារកែច្នៃអាហារដែលមានជាតិស្ករខ្ពស់និងអាហារកំប៉ុងធ្វើឲ្យថ្លើមធ្វើការធ្ងន់និងបង្កើនជាតិពុលក្នុងឈាមការកាត់បន្ថយរបស់ទាំងនេះនឹងជួយឲ្យរាងកាយមានថាមពលនិងស្រឡះមុខមាត់ 4. គេងឲ្យបានគ្រប់គ្រាន់នៅពេលអ្នកគេងខួរក្បាលនិងរាងកាយនឹងធ្វើការបន្សាបជាតិពុលដែលកកកុញពេញមួយថ្ងៃការគេងមិនគ្រប់គ្រាន់ធ្វើឲ្យរាងកាយមិនមានពេលវេលាស្ដារឡើងវិញគោលដៅគេងឲ្យបាន7 ទៅ 9 ម៉ោងក្នុងមួយយប់ 5. ហាត់ប្រាណឲ្យបែកញើសការហាត់ប្រាណជួយឲ្យចរន្តឈាមដើរបានល្អនិងបញ្ចេញជាតិពុលតាមរយៈរន្ធញើសត្រឹមតែការដើរលឿនឬរត់ស្រាល30 នាទីក្នុងមួយថ្ងៃក៏មានប្រសិទ្ធភាពខ្លាំងដែរ 5. បន្ថែមអាហារជួយថ្លើមនិងពោះវៀនខ្ទឹមនិងខ្ញីជួយប្រឆាំងការរលាកនិងជួយដល់មុខងារថ្លើមតែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាយ៉ាអ៊ូមានជាតិប្រូបៃអូទិកជួយឲ្យពោះវៀនមានសុខភាពល្អ